ខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីពឹងជាទីរលឹកដោយសេចក្តីគោរពសូមនមស្ការព្រះមហាធេរៈគ្រប់ព្រះអង្គសូមធ្វើសេចក្តីរាប់អានចំពោះលោកអ្នកមានអាយុសូមចម្រើនពរពុទ្ធបរិស័ទដែលបានទស្សនានិងសន្តាប់នៅក្នុងវរោកាលនេះស្ថិតនៅក្នុងពេលនេះខ្ញុំគណៈអាត្មាភាពសូមអារាធនានៅព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធមកសម្ដែងនៅក្នុងពុនៃកងអបត្តបាចរិយៈរបស់នាងភិក្ខុនីក្នុងលក្ខសុនវៈក្នុងថ្ងៃនេះគឺនាំមកនៅសិក្ខាបទទី7ដែលត្រូវពិពណ៌នាទានចែកជូនប្រធេរានុធិរៈពុទ្ធបរិស័ទដើម្បីបានព្រះសម្ដាប់និងស្ដាប់នៅក្នុងគណៈពេលនេះផងក្នុងសិក្ខាបទទី7នេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិតកតងទៅនឹងរឿងស្រូវណាតកតងទៅនឹងរឿងស្រូវបើសិនជាភិក្ខុអីសុំស្រូវស្រស់ទោះបីថាលោកសុំស្រូវនឹងដោយខ្លួនឯងឬក៏ប្រើអ្នកណាមួយឲ្យទៅសុំណាបន្ទាប់មកយកមកហ្នឹងក៏មានកិច្ចកម្មផ្សេងតាំងពីការចំអិនតាំងពីការបុកអីខ្លួនឯងហ្នឹងអាហ្នឹងគឺត្រូវអាបត្តិបាចរិយៈអញ្ចឹងនៅក្នុងសិក្ខាបទនេះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅទីក្រុងសាវត្ថីដែរគឺស្ថិតនៅក្នុងវត្តព្រះចិត្តពុនដែលសម័យកាលនោះតកតងទៅនឹងពួកភិក្ខុនីមកពួកហ្នឹងគឺលោកនាំគ្នាទៅសុំស្រូវណាដល់រដូវដែលគេប្រមូលផលស្រូវហ្នឹងក៏នាំគ្នាទៅណាសុំស្រូវស្រស់អំពីអ្នកស្រុកហើយពួកនាងភិក្ខុនីហ្នឹងក៏នាំយកស្រូវស្រស់ហ្នឹងទៅកាន់ក្រុងពេលដែលទៅដល់ទៀបទ្វារព្រះនគរញាតិញោមពួកអ្នកក្រុងក៏ដណ្ដើមយកស្រូវហ្នឹងពីលោកណាដណ្ដើមពីលោកដោយពោលពាក្យថាណាសូមឲ្យលោកម្ចាស់ហ្នឹងឲ្យចំណែកមកដល់យើងខ្ញុំខ្លះមកហើយក៏នាំគ្នាទាញទួងយកស្រូវស្រស់ហ្នឹងពីពួកភិក្ខុនីហ្នឹងណាពេលដែលដណ្ដើមទាញទួងបានហ្នឹងក៏នាំគ្នាទៅកាន់លំនៅទៅក្រោយបន្តិចមកពួកភិក្ខុនីដែលត្រូវគេដណ្ដើមស្រូវក៏យករឿងហ្នឹងទៅប្រាប់ភិក្ខុនីផ្សេងទៀតភិក្ខុនីដែលលោកមានសេចក្តីប្រាថ្នាតិចហ្នឹងប្រធេរានុធិរៈញោមញាតលោកក៏ចាប់ផ្ដើមពោលទោសតែដៀលជាមួយនឹងពួកភិក្ខុនីដែលទៅសុំស្រូវជាមួយនឹងអ្នកស្រុកនឹងឯងដោយលោកពោលពាក្យបន្តប្រអាប់ថាពួកភិក្ខុនីហ្នឹងមិនសមបើនឹងនាំគ្នាទៅសុំស្រូវស្រស់សោះចឹងរឿងហ្នឹងគឺដូចនៅក្នុងសិក្ខាបទមុនដែរណាឮទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ហៅពួកភិក្ខុនីមកព្រះអង្គធ្វើការសាកសួរទៅកាន់ពួកភិក្ខុថាតថាគតនឹងបានឮថាមានពួកភិក្ខុនីនឹងទៅសុំស្រូវស្រស់ពីអ្នកស្រុកតើសេចក្តីនេះពិតមែនទេពួកភិក្ខុនឹងក៏ពោលទៅកាន់ព្រះសម្មាសម្ពុទ្ធថារឿងហ្នឹងគឺពិតមែនទើបព្រះសម្មាសម្ពុទ្ធព្រះអង្គពោលទោសតែដៀលជាអនេកបរិយាយថាទង្វើអស់ហ្នឹងគឺមិនគួរក៏បីទេណាភិក្ខុនីហ្នឹងមិនក៏បីទៅសុំស្រូវស្រស់ទេទើបព្រះអង្គបញ្ញត្តិនៅសិក្ខាបទឡើងថាមនាលភិក្ខុទាំងឡាយភិក្ខុនីទាំងឡាយក៏បីសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុនីណាមួយទោះបីជាលោកទៅសុំស្រូវដោយខ្លួនឯងក្តីឲ្យគេសុំក្តី
Rư có lúc cân được luôn này. Mà dáng có pra kia ở cân cái này. Bọc sợi nó được luôn này cái này. Pra kia bọc cái này. Chấm ăn sợi nó được luôn này. Rư có pra kia áo chấm ăn cái đấy. Đàm bay bò đẹp hộ. Áo bò đẹp hộ. Thì khẩu này nó cứ trời ở bát bài cho gì. Chẳng là không này cái đấy nâng. Sầm đáy máu Presma Samput ở biết biên pu cứ crop sợi thế. Nè. Tụ bay thà giờ màu nâng pra kê cân cái đây cân khuôn anh cái đây bọc khuôn anh cái đây pra kê bọc cái đây chụp ăn khuôn anh nhá chụp ăn nó xong đại đặc ca linh nè để dương linh bọc linh ấy nó có rọp chĩa bát bài cho dạng này chẳng sợi đáy Presma Samput ông trung tra ham được không tin ấy sợi sợi nó bạn đo sợi là nè sợi sai so nó mùi như nhau sợi sai có hóm nó mùi sợi tận nạp nó muối sợi sợi ngày nó muối sợi cái hào sợi lập bự mà chút mà mình qua leper nè hai bờ top máu cái hào squee nè nâng kê là lợn sợi từng on đó ạ bà sân chia bị khẩu này là muối từ sông kê màu nè rư có pra kia sông cần cái đây chặt chanh bốc cái đây chăm ăn cái đấy hỏi bò để phụ nó sờ nắng cứ trời bạt bài gì nó sờ để bàn rịp rọp màu bánh mày nắng cứ presma samput vòng ham ở phụ bị khẩu này nó biết biên này sờ nâng sông như mình bồi chứ nơi nông sạc hạ bọt nó việc rẻ đài mình trời bạt mình đây thầm mánh dựng đằng bị rương lột sông máu cứ đằng thảm miệt tụ cái con này hai đàn mình miền tố cứ lục hai thá ana bát nó miền buồn thì khẩu này từ sông máu pro hai đáy ở miền áp biệt cả làng nè chẳng bà sân chi bị khẩu này nó lục cả chấm ngư nè trật ha sờ sờ chẳng lục sông bàn ở miền này ở miền áp bát bài chỉ dễ thì ra kia bọc ra kia cắn có ọt ở bát bài chỉ dễ đây rồi ấy bà cắn ná nhận nhốm áp biệt cả làng ở đứng tìm mùi tóm máu chấm nói chỉ pi thì khẩu này sông nơi Abraham chiết nó sầm đau đó sẽ như nhau miền sầm hay miền là ngơ ấy nữa nó sông mà nó cứ ở từ bát bài địa thì tóm máu chấm nói chỉ buồn thì bảy vừa sum tổ thì bảy cứ vì khẩu này chuột vì khẩu này chuột nó lúc mình chăm bài chia áp biệt ấy là cả lá này còn này lúc chuột đó là con này chuột nó có hai tà ruột đây bà sân chỉ cần này miền khẩu này là mũi chuột sắp tới lúc ta sống sờ nó pin sọc màu sờ bập hết được điệp rọp mình mà những bây giờ màu chặt chanh lấy lộc tam cam là mũi lục ọt miến rồi bật bài điện thì khẩu này đang bành nhạn nó có mình miến rồi tôi đài nó xong chừng rồi bờ nhôm nhiệt cận là cùng chả và nắng tường là nông sự hạ bọt chi bắt đầu ní khi mà tham phép năng lực nhiều bị sự hạ bọt tìm bày nơi nóng bát bài để dễ ở bo phụ niên thì khẩu này đài nông sạc hạ bọt nắng này dây bị rương tục đạ sầm rám như nhôm ca bần tô bằng ôi cha rẹ pa sa vẹ ôi cha rẹ nó cứ liềm mụ pa sa vẹ nó cứ tận mẫu trừ có tận nổm tiện tương nâng ôi cha rẹ hai nâng pa sa vẹ nắng để hai thẩm mẫu liềm mụ cứ Presma Samput bằng riêng phụ bị khẩu này nâng ao chè tục đạ miền rồi biếp men trời tại chè bờ tô bằng bỏ chào piêu vi là việc hal nó co mình trầm trời này men tên tới sông bay tại rương sầm ram nó có chẳng nè nè Presma Samput nó phong ao phụ niên bị khẩu này nó miền anh máy tiện tơ nó rương ca tục sầm ram nó đà nè sầm đại mà đo sẽ khai bắt nó chừng nào khơi nó khơi piệm mùi
ដែលទស្សនៈនឹងល្អដែរគេលើកមកញាតិញោមគេថាសម្រាមមិនគួរឲ្យស្អប់ក្រពើមទេណាសម្រាមមិនគួរឲ្យស្អប់ក្រពើមដូចជាអ្នកចោលសម្រាមទេណាហ្នឹងគឺមានពាក្យនឹងគេលើកឡើងចឹងឥឡូវសិក្ខាបទទី8ហ្នឹងខ្ញុំគណៈអាត្មាភាពលើកដើមហេតុអីបានជាពុទ្ធអត់ឲ្យភិក្ខុណីទុកដាក់សម្រាមឬក៏ចោលនៅឧច្ចារៈបាសាវៈទៅប្រទេសផ្ដាស់ព្រោះមានរឿងចែសម័យមួយនោះព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គគួងនៅវត្តបជេតពុនដែរមានព្រាហ្មណ៍ម្នាក់ញាតិញោមព្រាហ្មណ៍នឹងគឺជារាជាអាមាត្យមានន័យថាអាមាត្យរបស់ស្ដេចដែលត្រូវបានស្ដេចនឹងដកងារគាត់ចេញដកងារចេញអាមាត្យនឹងក៏គិតថាគាត់នឹងសុំងារនឹងមកវិញគាត់នឹងធ្វើវិធីយ៉ាងណាដើម្បីបានងារជាអាមាត្យនឹងត្រឡប់មកវិញគិតអញ្ចឹងហើយគាត់ក៏កក់សក់ណាកក់សក់ងូតទឹកអីទៅក៏ទៅអាស្រ័យនៅក្នុងសំណាក់ភិក្ខុនីរួចទៅអាមាត្យនឹងដើរទៅកាន់តកូលស្ដេចក្នុងសម័យកាលនោះមានភិក្ខុនីមួយរូបញាតិញោមកាលដែលលោកបន្ទោបង់នៅឧច្ចារៈណានៅក្នុងផើងដែលយើងតែសម័យឥឡូវយើងហៅថាកថោនឹងឯងភិក្ខុនីនឹងបន្ទោបង់ដាក់កថោនឹងរួចក៏ទម្លាក់ទៅខាងក្រៅជញ្ជាំងក៏ស្រាប់តែអាកថោនឹងបច្ច័យដនអីធ្លាក់ទៅស្របពេលដែលបុរសហ្នឹងគាត់ដើរមកណាកថោហ្នឹងក៏ចាប់ផ្ដើមធ្លាក់ទៅចំក្បាលរបស់ព្រាហ្មណ៍ហ្នឹងក៏ចាប់ផ្ដើមពោលទោសតេះដៀលនាងភិក្ខុនីដោយបង្អាប់ថាយីពួកភិក្ខុនីត្រងោលទាំងអស់ហ្នឹងវាមិនសមជាសមណីទេជេរច្រើនណាស់ញាតិញោមរហូតដល់ជេរថាសិតតែស្រីផ្កាមាសមិនសមបើទម្លាក់ផើងគូតហ្នឹងមកលើក្បាលអញទេតែឌីលភិក្ខុនីនឹងសិតតែស្រីផ្កាមាសហ្នឹងញាតិញោមជេរលោកធ្ងន់ណាវាល្មមដែរញាតិញោមអាចណាធ្លាក់មកក្បាលអញ្ចឹងត្រូវឬខឹងណាព្រោះព្រាហ្មណ៍ហ្នឹងក៏កាន់គប់ភ្លើងដើរចូលទៅក្នុងលំនៅរបស់ភិក្ខុនីនឹងទៅគិតថាអញនឹងដុតទីលំនៅរបស់នាងភិក្ខុនីទាំងនឹងចេញថាទៅចូលទៅមានឧបាសកម្នាក់ហ្នឹងគាត់កំពុងដើរចេញពីទីលំនៅរបស់ពួកនាងភិក្ខុនីណាបានឃើញព្រាហ្មណ៍នឹងដើរមកកាន់គប់ភ្លើងចូលទៅកាន់លំនៅរបស់ពួកនាងភិក្ខុនីហ្នឹងលោកពេលដែលគាត់បានឃើញហើយគាត់និយាយពាក្យទៅនឹងព្រាហ្មណ៍ថាមនាលអ្នកដែលចម្រើនអ្នកកាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ពួកភិក្ខុនីហ្នឹងព្រោះហេតុអ្វីព្រាហ្មណ៍ហ្នឹងក៏គាត់រៀបរាប់ថាអ្នកពួកភិក្ខុនីត្រងោលទាំងអស់ហ្នឹងគឺជាស្រីផ្កាមាសទម្លាក់ផើងគូតមកលើក្បាលខ្ញុំខឹងណាខ្ញុំនឹងដុតទីលំនៅរបស់ពួកនាងភិក្ខុនីទាំងអស់ហ្នឹងបានភិក្ខុដែលសំទោសបុរសដែលគាត់ដើរចេញមកហ្នឹងគាត់ប្រាប់ថាអូមនាលអ្នកដែលចម្រើនអ្នកឯងឥឡូវហ្នឹងកុំធ្វើអញ្ចឹងចូលទៅអាហ្នឹងមិនមែនរឿងអាក្រក់ទេអ្នកឯងមានលៀបណាញនេះរឿងហ្នឹងជារឿងមង្គលទេឥឡូវអ្នកឯងត្រឡប់ទៅតកូលស្ដេចអ្នកឯងទៅថ្ងៃហ្នឹងគឺអ្នកឯងមានលៀបមកការហ្នឹងមិនមែនជាការអាក្រក់ទេជាមង្គលពេលដែលអ្នកទៅថ្ងៃហ្នឹងអ្នកនឹងបានប្រាក់1000កហបណៈផងហើយបានទួនាទីហ្នឹងមកវិញផងកាលនោះព្រាហ្មណ៍ហ្នឹងក៏ចាប់ដើមទៅងូតទឹកជំរះលាងក្បាលសារឡើងវិញទៅចូលទៅកាន់រាជតកូលម្ដងទៀតណាពេលដែលចូលទៅដល់ហ្នឹងវាចៃដន្យទេញាតិញោមប៉ុនពីអតីតហុចផលឲ្យមកអាពេលគេបដិញគាត់ចេញហ្នឹងបាបវាឲ្យផលរួចដល់ពេលគាត់ចូលទៅគេឲ្យវិញអាហ្នឹងប៉ុនវាហុចផលឲ្យវិញណាតកូលរាជៈហ្នឹងក៏ឲ្យ
ប្រាក់1000កាបណៈមកគាត់មិនត្រឹមប៉ុណ្្នឹងទេញាតិញោមគេផ្ដល់ងារគាត់នឹងត្រឡប់ឲ្យមកគាត់វិញក្រោយមកបាសកនឹងក៏គាត់បានទូនទីអីរួចរាល់ចូលទៅកាន់សំណាក់របស់ពួកភិក្ខុនីនិយាយរឿងនឹងហាម5រឿងហ្នឹងអានេះថ្ងៃមុខថ្ងៃក្រោយកុំឲ្យភិក្ខុនីហ្នឹងធ្វើបែបហ្នឹងបន្ទូបងចោលប្រេះប្រាស់ចឹងភិក្ខុនីដែលលោកមានសេចក្តីថាតិចហ្នឹងក៏ពោលទោសតែដៀលនាងភិក្ខុដែលចោលនៅកថោបន្ទូបងនៅឧច្ចារៈហ្នឹងជាអនេកបរិយាយទៅរឿងហ្នឹងឮទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គតែដៀលនេះទង្វើបែបហ្នឹងវាមិននាំឲ្យពុទ្ធបរិស័ទគេកើតសេចក្តីជ្រះថ្លាទៅបានទេអ្នកដែលមិនទាន់កើតសេចក្តីជ្រះថ្លាគេនឹងមិនកើតសេចក្តីជ្រះថ្លាទើបព្រះអង្គបញ្ញត្តិនៅសិក្ខាបទនៅក្នុងរឿងឧច្ចារៈបាសាវៈហើយនឹងរឿងទុកដាក់សម្រាមព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយពួកភិក្ខុនីចូលសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុនីណាមួយចោលខ្លួនឯងក្តីឲ្យគេចោលក្តីនៅឧច្ចារៈក្តីបាសាវៈក្តីសម្រាមក្តីការអាហារក្តីនៅខាងក្រៅជញ្ជាំងក្តីខាងក្រៅរបងក្តីត្រូវអាបត្តិបច្ចរិយានេះព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិសិក្ខាបទញាតិញោមយល់ណាឧច្ចារៈគឺលាមកហើយបាសាវៈហ្នឹងគឺទឹកនោមណាក្នុងសិក្ខាបទហ្នឹងបើសិនជាករណីថាភិក្ខុនីណាមួយចោលនៅលាមកចោលនៅទឹកនោមឬក៏ចោលនៅសម្រាមមានកំតិចកំទីអីហ្នឹងណាបន្ទាប់មកទៀតការអាហារតាក់ទងការលាងបាតចក្របាយកាកសម្លអីហ្នឹងសំដៅដល់ឆ្អឹងដែលសេះសល់អីហ្នឹងនៅក្រៅជញ្ជាំងក្នុងសិក្ខាបទហ្នឹងលោករាប់ថាមាន3ទេញាតិញោមជញ្ជាំងដែលកសាងឡើងពីឥដ្ឋនឹងមួយជញ្ជាំងដែលកសាងឡើងពីថ្មនឹងមួយជញ្ជាំងដែលកសាងឡើងពីឈើនឹងមួយបន្ទាប់មកភិក្ខុនីចោលក្រៅរបងហ្នឹងក៏មាន3ដែររបងដែលកសាងឡើងពីឥដ្ឋរបងដែលកសាងឡើងពីថ្មរបងដែលកសាងឡើងពីឈើអញ្ចឹងភិក្ខុនីហ្នឹងគឺត្រូវអាបត្តិបច្ចរិយាក្នុងសិក្ខាបទនេះក៏មានជាអនាបត្តិដែរមានន័យថាលោកចោលបានតែមិនត្រូវអាបត្តិវាមានករណីពិសេសហៅថាអនាបត្តិនៅក្នុងសិក្ខាបទហ្នឹងគឺមាន4គឺភិក្ខុនីលោកពិនិត្យមើលទីតាំងសមគួរទើបចោលនៅឧច្ចារៈបាសាវៈហ្នឹងណាមានន័យថារើមើលធុងសម្រាមដាក់ទៅចោលកន្លែងដែលគេចោលសម្រាមអាហ្នឹងគឺអត់ត្រូវបាត់ទេភិក្ខុនីចោលនៅក្នុងទីដែលគេមិនប្រើប្រាស់គឺថាទីកន្លែងហ្នឹងគេអត់មានធ្វើដំណើរទីកន្លែងហ្នឹងគេអត់មានកិច្ចកម្មអីទីកន្លែងហ្នឹងគឺគេអត់ប្រើប្រាស់ចោលបានអត់ត្រូវបាត់ទេសូមមកចំណុចទី3ភិក្ខុនីឈួតហើយនឹងទី4គឺភិក្ខុនីដើមបញ្ញត្តិរឿងសិក្ខាបទនេះឃើញថាព្រះសម្មាសម្ពុទ្ធណាព្រះអង្គបញ្ញត្តិវិន័យមកមិនត្រឹមតែភិក្ខុនីឯភិក្ខុប្រុសហ្នឹងក៏ព្រះអង្គមានបញ្ញត្តិនៅសិក្ខាបទតាក់ទងនឹងការទុកដាក់សម្រាមនឹងដែរព្រះអង្គត្រូវចេះរស់នៅមានអនាម័យឆាន់ក៏ស្អាតណាដេកនៅនឹងក៏ស្អាតផឹកទឹកនឹងក៏ស្អាតរហូតដល់ទៅការបន្ទូបងឧច្ចារៈបាសាវៈទុកដាក់សម្រាមហ្នឹងក៏ឲ្យមានអនាម័យដែរណាវិន័យព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គឲ្យចេះទុកដាក់អញ្ចឹងណាប៉ុន្តែតាមវត្តមួយចំនួនមិនបានសិក្សារឿងព្រះវិន័យណាវត្តមួយចំនួននៅលោកយកចិត្តទុកដាក់លោកមើលព្រះវិន័យណាចូលទៅដល់ទីអារាមគឺមានរបៀបរៀបរយណាមួយចំនួនក៏មិនមានរបៀបរៀបរយដែរព្រោះអីខ្វះព្រះវិន័យហ្នឹងសូមញញឹមពុយចោលរបស់របរអីតែប្រេះតែប្រដាហ្នឹង
ពិសេសកូននេនទួយតាមវត្តណាញាតិញោមនេនមួយចំនួនហើយនឹងព្រះអង្គធំមួយចំនួនអញ្ចឹងដែរណាលោកមិនសូវជាទទួលបានការអប់រំទីមួយវាមកពីកំហុសចាត់ការវត្តបន្ទាប់មកទៀតកំហុសរបស់បុគ្គលតួខ្លួនឯងហ្នឹងហើយនឹងចំណុចសំខាន់បំផុតពេលដែលកើតរស់នៅក្នុងតកូលមួយណាតកូលហ្នឹងអត់មានទម្លាប់ការទុកដាក់សម្រាមអីនឹងឲ្យមានរបៀបរៀបរយដល់តែចូលមកនៅកន្លែងដែលគេរៀបរយហ្នឹងវាទៅជាខុសគេអីចឹងទៅនឹងរឿងសម្រាមហ្នឹងប៉ុន្តែកលេចមកនៅក្នុងសិក្ខាបទហ្នឹងខ្ញុំណាអាត្មាហាមញាតិញោមតិចលោលឺថាអាមាត្យនឹងអស់ងារអស់បុណ្យស័ក្តិលោកចោលកថាអាចទៅលើក្បាលទៅបានលៀបហ្នឹងតិចលោញាតិញោមណាទៅធ្វើណាទៅឲ្យលោកយកកថាវាយក្បាលវាយអីរឿងឆោតលងងណាបងមិនបើណារឿងឆោតទេបរោះអាមាត្យមិញបុណ្យពីអតីតគាត់ហុចផលហើយចំណមិនពោណាតែបានខ្ញុំណាឃើញអ្នកជឿទៅលើអបិយជំនឿប្រេះប្រាស់ទៅលើជំនឿដែលពឹងផ្អែកបានណាពុទ្ធព្រះអង្គហៅជំនឿទាំងអស់ហ្នឹងហៅថាសីលពតបរាមាសៈពាក្យថាសីលពតបរាមាសៈហ្នឹងប្រែថាជំនឿដែរប៉ុន្តែពេលយើងជឿលើវាប៉ុន្តែជឿលើវាតែយើងមិនអាចពឹងផ្អែកលើវាបានទេផ្អែកលើវាអត់បានទេណាជំនឿនឹងពឹងបានទេមិនមានន័យថាតលលោកចោលកថាអាចលើកក្បាលមកត្រូវបានបុណ្យស័ក្តិបានងារអីមកអញ្ចឹងអត់ទេណាពឹងបានទេមិនបានទេមនុស្សដែលមានបុណ្យយោស័ក្តិមកគឺអតីតមានអបច្ច័យណៈការគោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យត្រកូលរៀងច្បងលោកអ្នកមានសិលហ្នឹងហើយមនុស្សនឹងកើតជាតិណាមកមានបុណ្យស័ក្តិមានយោស័ក្តិខ្ពស់ហើយណាមនុស្សដែលកើតសេចក្តីប្រមាទកើតទៀនណាចាស់ព្រឹទ្ធាចារ្យត្រកូលរៀងច្បងអ្នកត្រូវទ្រង់សីលគុណមនុស្សនឹងកើតមកក្នុងត្រកូលថោកទាបត្រកូលអន្តរយហ្នឹងទៅវាមិនមែនរឿងគេចោលកថាអាចលើកក្បាលបានលីបានស្ការៈមែនទេនឹងសូមបញ្ជាក់អញ្ចឹងតិចលោញោមណាធ្វើអញ្ចឹងអូស្រេចហើយឈួតឆោតហើយណាហ្នឹងហើយមានរឿងច្រើនណាញាតិញោមមានភិក្ខុមួយចំនួនលោកចេះមុនអាគមអូមអាមក្តាមដុតនោះហើយដល់ពេលជំនឿមនុស្សទៅវាងប់ងួលអាហ្នឹងអាត្មាលឺអ្នកស្រុកនិយាយមិនដែលឃើញទេណាប៉ុន្តែលឺគេនិយាយថាលោកគ្រូនេះផ្កែលោកគ្រូនោះផ្កែណាសំបីតកាក់ស្លាលោកស្ដោះមកហ្នឹងក៏គេយកទៅលេបដែរគាត់ថាយ៉ាប់ហើយអ្នកណាចង់ផ្កែទៅអាត្មាអត់ទេមិនទេទោះបីថាផ្កែមិនក៏ទៅមិនរួចអាត្មាទៅមិនរួចបើករណីថាឥឡូវផ្កែចុះតែបើលោកកើតរោគនេះរោគនោះมันឆ្លងរោគពីលោកណាទឹកមាត់យើងនឹងក៏វាមានប្រកបទៅដោយមេរោគណាញាតិញោមមិនពោះហើយលោកតាពីចេញមកពិបាកមិនដឹងនិយាយថាម៉េចព្រោះមនុស្សមានជំនឿងប់ងល់អញ្ចឹងញាតិញោមជំនឿអីទាំងអស់ហ្នឹងអញ្ចឹងបានថាជំនឿនេះវាមិនមែនមានតែសម័យឥឡូវទេសម័យព្រះសម្មាសម្ពុទ្ធហ្នឹងក៏មានមកអញ្ចឹងដែរជំនឿតែប្រទេសប្រដាហ្នឹងអញ្ចឹងហើយព្រះអង្គមើលឃើញជំនឿទាំងអស់ហ្នឹងគឺព្រះអង្គប្រាជំនឿហ្នឹងហៅថាសីលពតបរាមាសៈជំនឿពឹងមិនបាននិយាយខ្លីអញ្ចឹងណាថាជំនឿពឹងមិនបានដល់ព្រះអង្គសំដែងអញ្ចឹងញាតិញោមគិតមើលពីរឿងគ្រូទាយគេទាយថាអ្នកឯងរាសីឡើងបានសនុកសុខសប្បាយអីទៅប៉ុន្តែបើយើងទៅធ្វើរឿងអាក្រក់ទៅកសាងរឿងអាក្រក់យើងគិតមិនវិញណាអ្នកឯងនឹងបានលៀបបានសក្ការៈធុធាខែនេះថ្ងៃនោះបើយើងដេកចាំបានអញ្ចឹងបានលោករត់ថាជំនឿនឹងពឹងបានទេណាហាមញាតិញោមស្ដាប់រឿងហ្នឹងតិចលោទៅឲ្យលោកអីយកថោចោលក្បាលវាយក្បាលអីអូឈួតសតហើយមិនបើប៉ុណ្ណឹងចោះញាតិញោមណាបើមិនបើ